តាខ្ញុំអាចស្នើសុំថតចម្លងបានបើកបរនិងអត្តសញ្ញាណប័ណ្ណតាមរយៈអនឡាញបានដែរឬទេលោកអ្នកអាចស្នើសុំថតចម្លងប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណបានដោយដាក់ពាក្យតាមរយៈគេហទំព័រ my.ncdmv.gov ប៉ុន្តែលោកអ្នកអាចធ្វើដូច្នេះបានគឺទាល់តែខាងនាយកដ្ឋានយានយន្តមានរសារទុករូបថតចុងក្រោយរបស់លោកអ្នកនិងមានលេខ social ឬឯកសារណាមួយដែលចេញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបញ្ជាក់ថាលោកអ្នកមានសិទ្ធិរស់នៅដោយស្របច្បាប់លើទឹកដីសហរដ្ឋអាមេរិកលោកអ្នកអាចស្នើសុំថតចម្លងប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណបើមានមូលហេតុដូចខាងក្រោម 1. ជំនួសប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណដែលបាត់ឬចោលលួច 2. ផ្លាស់ប្ដូរលំនៅឋានឬអាស័យដ្ឋានសម្រាប់ផ្ញើសម្បត្តិ 3. ជំនួសប័ណ្ណបើកបរនិងអត្តសញ្ញាណប័ណ្ណដែលរលុបឬខូចថ្លៃធ្វើប័ណ្ណចម្លងទាំងនេះគឺមួយប័ណ្ណ$14ដោយបង់ប្រាក់តាមរយៈកាតក្រេឌីតឬកាតដេប៊ីតដោយដំណើរការស្នើសុំបន្តប័ណ្ណបើកបរលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ my.ncdmv.gov រួចចុចលើតំណភ្ជាប់ដែលអាស័យថា License Renewal រួចបន្តចុចលើពាក្យ Driver License អ្នកបើកបរត្រូវបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនត្រូវបញ្ជាក់ថាខ្លួនរស់នៅអាស័យដ្ឋានដោយដែលបានចុះនៅក្នុងប័ណ្ណបើកបរនិងមិនមានបញ្ហាភ្នែកដែលរារាំងមិនឲ្យអ្នកបើកបរបាននិងត្រូវបញ្ជាក់ថារាល់ព័ត៌មានដែលផ្ដល់ជូនគឺពិតនិងត្រឹមត្រូវអ្នកដាក់ពាក្យស្នើសុំត្រូវមានលេខប័ណ្ណបើកបរក្នុងពេលបច្ចុប្បន្នដើម្បីបំពេញពាក្យស្នើសុំតាមរយៈអនឡាញនេះនឹងត្រូវមានកាតក្រេឌីតឬកាតដេប៊ីតដើម្បីបង់ថ្លៃសេវាសុំថតចម្លងប័ណ្ណនេះ